អូខេវិលមកជួបគ្នាទៀតហើយជាមួយនឹងគ្រូសម្បត្តិជាមួយនឹងកម្ពីផ្លាស់ប្ដូរជោគវាសនាថ្មីលើរូបរាងចាស់ version ថ្មីអូខេអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលបានតាមដានជាមួយនឹងវីដេអូរបស់គ្រូសម្បត្តិតាំងពី day 1រហូតដល់ day 2 day 3ហើយមានបានយកទៅអនុវត្តអត់ហើយមានបើកចិត្តបើកបេះដូងស្ដាប់ឲ្យចប់អត់បើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរជោគវាសនាថ្មីចង់កែប្រែនៅលទ្ធផលថ្មីជាបុគ្គលម្នាក់ដែលជួបបញ្ហាច្រើនជីវិតមិនសមបំណងមិនសមបំណងប្រាថ្នាដែលដាក់កដៅចូលអ្នកមើលហើយយកទៅអនុវត្តទៅអ្នកនឹងទទួលបានផលព្រោះគ្រូសម្បត្តិបានរៀនសិក្សាហើយយកមកអនុវត្តគឺបដូរជីវិតបែបខ្ញុំអត់ប្រៀបធៀបគឺលើច្បាប់លំដាប់លោកច្បាប់នៃដួងចិត្តវិញ្ញាណអញ្ចឹងគ្រូសម្បត្តិបានចែករំលែកនៅ day 1 day 2 day 3ថ្ងៃនេះគឺចូលមកដល់ជាមួយនឹង day 4ហើយបងប្អូនទាំងអស់គ្នាអញ្ចឹង day 4ថ្ងៃនេះគឺពិសេសខ្លាំងគ្រូសម្បត្តិយកតែ3%យកមកចែកទៀតប៉ុណ្ណោះប៉ុន្តែបើសិនជាអ្នកជឿសទ្ធាអ្នកនឹងយកទៅអនុវត្តនឹងបានផលហើយអ្នកបនដល់ទ្របកើដូចគ្នាអ្នកដែលបានឃើញវីដេអូគ្រូសម្បត្តិតាមដានវីដេអូគ្រូសម្បត្តិហើយអ្នកដែលថ្មីក៏ដោយអ្នកថ្មីដែលមិនដែលឃើញសោះស្រាប់តែអស់កាត់មិនមែនជាការចែកដំទេគឺសិតតែជាផ្លាកសញ្ញាដែលវត្ថុសិតបញ្ជូនអ្នកឲ្យមកជួបគ្រូសម្បត្តិនិងគ្រូបណ្ដាការហើយព្រោះគ្រប់យ៉ាងបុគ្គលដែលបនដល់ទ្របកើដែលមាននិស្ស័យអ្នកនឹងបានឃើញវីដេអូគ្រូសម្បត្តិមើលហើយគឺអ្វីដែលអ្នកប្រាថ្នាអ្វីដែលអ្នកចង់បានអ្នកនឹងបានសម្រេចគ្រប់បំណងប្រាថ្នាអធិដ្ឋានចិត្តណាអញ្ចឹងថ្ងៃនេះគឺគ្រូសម្បត្តិបានយកជាមួយនឹង day 4យកមកចែកបងប្អូនត្រឹមតែ3%ក្នុងច្បាប់លំដាប់លោកច្បាប់ដួងចិត្តវិញ្ញាណដែលគ្រូសម្បត្តិផ្លាស់ប្ដូរក្នុងខ្សែជីវិតប៉ុណ្ណោះធ្លាប់ពីពិបាកអតីតពិបាកនៅស្រែនៅខេត្តលក់អីវ៉ាន់ចាប់ហួយលក់បន្លែម្ហូបឥឡូវឡើងមកជាគ្រូជាខូចជាគ្រូចិត្តវិញ្ញាណដែលបង្វឹកម្ចាស់អាជីវកម្មឲ្យរីកចម្រើនការលើការទ្របជីវិតគ្រួសារមានសុភមង្គលហើយខ្លាចជាគ្រូជាខូចបែបខ្ញុំអត់ប្រៀបធៀបដែលខ្ញុំបានជួយកូនសិស្សរករើឲ្យមានលទ្ធផលអញ្ចឹងចំណុចពិសេសក្នុង day 4ចំណុចទី1បើសិនជាអ្នកចង់ផ្លាស់ប្ដូរនៅខ្សែជីវិតចង់ឲ្យខ្លួនឯងងើបផុតពីតុកងងឹត8ទិសឬក៏ចង់ឲ្យអាជីវកម្មរីកចម្រើនឬក៏ចង់ឲ្យគ្រួសារមានសុភមង្គលឬក៏ចង់ឲ្យលើបសំណាងកើនឡើងពេញមួយជីវិតចំណុចទី1អ្នកនរគ្នាណាត្រូវផ្លាស់ប្ដូរនៃសន្តានរបស់ខ្លួនឯងសិនអូយគ្រូសម្បត្តិនិយាយរឿងជ្រៅម៉ែខ្ញុំក៏មានដែរគេថាពាក្យថាសន្តានយើងអ្នកនរគ្នាគឺកែទម្លាប់របស់យើងតើទម្លាប់យើងធ្លាប់តែធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់យើងបុគ្គលខ្លះតែងតែជួបបញ្ហាច្រើនតែទម្លាប់របស់គាត់ចូលចិត្តនិយាយច្រើនចូលចិត្តនិយាយរឿងគេឈឺឆ្អាលរឿងគេនិយាយតែរឿងខ្លួនឯងមិនចង់បាននិយាយតែលក់មិនដាច់និយាយតែប្តីនិយាយដើមប្តីថាប្តីមិនល្អនិយាយដើមកូនថាកូនមិនស្ដាប់បង្គាប់នេះហើយគឺការស្កែសន្តានរបស់យើងអ្នកអធិស្ឋានបើស្ដាប់ហើយយកស្ដាប់ហើយពេញចិត្តជួយ follow បេះដូងគឺក៏ subscribeជាមួយ YouTube channel ម្ដាមសម្បត្តិឬក៏ share ចេញក្រៅអាចារ្យច្រើនដើម្បីសាងបុណ្យរួមអ្នកនឹងសម្រេចគ្រប់បំណងប្រាថ្នាអញ្ចឹងកន្លែងចំណុចកន្លែងនេះបុគ្គលដែលចង់ផ្លាស់ប្ដូរអ្នកអាចទៅអនុវត្តបានអ្នកធ្លាប់មានអារម្មណ៍បែបណាការនិយាយការធ្វើបែបណាគេហៅថាសន្តានអស់គ្នាសន្តានគ្រូសម្បត្តិក៏ធ្លាប់កែដូចគ្នាដែរខ្ញុំក៏មានណាស់និយាយរឿងជ្រៅតិចទៅកែទម្លាប់របស់ខ្លួនឯងធ្លាប់តែនិយាយថាលក់មិនដាច់យើងថាយើងជាបុគ្គលម្នាក់ដែលលក់ដាច់ប្តីខ្ញុំមកលោកយើងតើឯងទម្លាប់ថាប្តីខ្ញុំល្អប្តីខ្ញុំពូកែប្តីខ្ញុំស្រឡាញ់ខ្ញុំកូនខ្ញុំមិនស្ដាប់បង្គាប់កូនខ្ញុំស្ដាប់ខ្ញុំរៀនបកែរៀនឆ្លាតនេះគឺការកែសន្តានកែទម្លាប់របស់យើងឬក៏និយាយអ្វីដែលល្អដែលខ្លួនឯងចង់បានហើយធ្លាប់តែយើងធ្វើមុខរបរនឹងឬក៏ធ្វើសកម្មភាពនឹងវាអរិយចម្រើនទេយើងត្រូវផ្លាស់ប្ដូរការធ្វើថ្មីអារម្មណ៍ថ្មីធ្លាប់តែម៉ូម៉ៅធ្លាប់តែតុកសិចធ្លាប់តែបែបណាអ្នកមកប្រើអារម្មណ៍ដោយក្តីសុខដោយស្រឡះចូលចិត្តធ្វើឲ្យខ្លួនឯងសប្បាយចិត្តអត់ចូលចិត្តធ្វើឲ្យខ្លួនឯងមានក្តីសុខអត់រកចំណុចណាដែលខ្លួនឯងមានក្តីសុខហើយស្វែងយល់ខ្លួនឯងឲ្យបានច្រើនរាល់ថ្ងៃកុំយកលោកខាងក្រៅមកស្វែងយល់រាល់ថ្ងៃណាលោកខាងក្រៅបាច់ឆ្ងល់ពីរឿងគ្រួសារគេចេះដឹងតែពីរឿងគេវិភាគតែរឿងកូនគេប្តីគេរកស៊ីបែបណាគេលូតដល់ណាហើយគេលក់ដាច់អត់អានឹងឆ្ងល់ពីគេឬក៏ឆ្ងល់រឿងសង្គមអនឡាញឬក៏សង្គមឥឡូវព័ត៌មានលើជាច្រើនយើងចិត្តតែឆ្ងល់នេះឆ្ងល់នោះតែយើងត្រូវមកឆ្ងល់ជាមួយនឹងជីវិតរបស់ខ្លួនឯងសិនទើបយើងរីកចម្រើនអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកកែកន្លែងនឹងបានអ្នកនឹងរីកចម្រើនហើយជួបតែលៀបជួបតែសំណាងទៀតនេះគឺការផ្លាស់ប្ដូរនៅខ្សែជីវិតជាមួយច្បាប់បណ្ដាប់លោកត្រឹមតែ3%ប៉ុណ្ណោះអ្នកគ្នាហើយចំណុចទី2ក្នុង day 4នេះគឺអ្នកត្រូវតែមានគោលដៅឲ្យខ្លួនឯងឲ្យច្បាស់នៅក្នុងការដាក់គោលដៅបើអ្នកមានគោលដៅច្បាស់អ្នកនឹងមានលទ្ធផលពិតអ្នកទាំងគ្នាព្រោះអីគោលដៅរបស់អ្នកធ្វើឲ្យអ្នករីកចម្រើនបានអ្នកឃើញទេអញ្ចឹងនេះហើយគឺជាចំណុចពិសេស
ជាចំណុចពិសេសព្រោះអីដល់គ្នាគឺពិសេសខ្លាំងតែម្ដងបើសិនជាអ្នកជាបុគ្គលម្នាក់ដែលអាចធ្វើពីចំណុចនេះបានអ្នកនឹងផ្លាស់ប្ដូរខ្សែជីវិតថ្មីដោយបែបងាយបំផុតអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាណាបើសិនជាគិតថាស្ដាប់ទៅចូលដល់ស្ដាប់ទៅគិតថាល្អយកទៅអនុវត្តទៅតែបើគិតថាមិនល្អរំលងព្រោះអ្វីដែលគ្រូសម្បត្តិចែករំលែកអ្នកនរគ្នាគឺសិតសឹងតែគឺជាបទពិសោធន៍ដែលខ្ញុំបានយកមកអនុវត្តនៅជីវិតរបស់ខ្ញុំឲ្យខ្ញុំផ្លាស់ប្ដូរខ្ញុំមានសេរីភាពឲ្យខ្ញុំលក់ដាច់អាជីវកម្មខ្ញុំរីកឲ្យជីវិតគ្រួសារខ្ញុំមានសុភមង្គលហើយជួបតែលៀបជួបតែសំណាងអ្នកនរគ្នាគឺរាសីឡើងមិនឡើងគឺស្ថិតក្នុងខ្លួនយើងទាំងអស់គឺយើងដឹងក្បួនពីការសាងឲ្យខ្លួនឯងរសីឡើងឲ្យខ្លួនឯងរីកចម្រើនអ្នកនរគ្នាអញ្ចឹង D4 នេះថ្លៃខ្លាំងមែនតើអញ្ចឹងបុគ្គលណាដែលខ្លះដែលចង់ឲ្យជីវិតរបស់ខ្លួនឯងសមបំណងហើយដើររួមជាមួយនឹងច្បាប់នៃធម្មជាតិដើរទៅហើយជាពិសេសដែលអ្នកចង់បន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិបានផលលឿនណាផ្ដល់ឱកាសខ្លួនឯងទៅបើសិនជាអ្នកឃើញវីដេអូនេះហើយយកទៅអនុវត្តបានផលគឺអ្នកមកត្រូវផ្លូវបំផុតតែប្រើអារម្មណ៍រួមហើយជឿសទ្ធាច្បាប់នេះរៀនច្បាប់នេះអ្នកនរគ្នាបើអ្នកជឿសទ្ធាត្រឹមតែ99ក៏បានផលអត់ព្រោះវត្ថុសិទ្ធិចូលចិត្តបុគ្គលដែលជឿសទ្ធាហើយច្បាស់អនុវត្តទៅបានផលតាំងចិត្តច្បាស់ជឿលះថាខ្ញុំរៀនច្បាប់នេះខ្ញុំនឹងបដូរគ្រូសម្បត្តិគឺបែបនេះគឺទៅលទ្ធផលគ្រូសម្បត្តិបដូរតែបើសិនជាយើងមិនលះទេជឿត្រឹមតែ90 80អត់បានផលទេអរគុណគឺច្បាប់នេះសក្រិតណាស់អញ្ចឹងបើចង់ផ្លាស់ប្ដូរជោគវាសនាថ្មីខ្សែជីវិតថ្មីជាមួយច្បាប់10លោកអ្នកជឿថាបើឲ្យសម្រាប់បុគ្គលដែលតួចិញ្ចាំងអស់ផ្លូវដើរអ្នកអាចយកទៅអនុវត្តបានតែបុគ្គលគិតថាអូខ្ញុំមានគ្រប់យ៉ាង ABC ហើយក៏ទៅតាមបេះដូងអត់បខំទេព្រោះការរៀនក្នុងច្បាប់10លោកនេះភាគច្រើនអស់គឺភាគច្រើនគឺបុគ្គលដែលតួចិញ្ចាំងតែម្ដងដែលជួបគ្រូម្ដាមការដែលបានជួបគ្រូម្ដាមការរៀនជាមួយគ្រូសម្បត្តិក៏ដោយកូនសិស្សខ្ញុំសុទ្ធតែអ្នកតួចិញ្ចាំងទាំងអស់តែពេលដែលគាត់អស់ផ្លូវដើរគឺគាត់ធ្វើទៅបានផលដោយសារគាត់អស់កន្លែងជឿអស់កន្លែងជំរឿសដែលជឿបើគាត់មានកន្លែងជឿក៏គាត់អត់ជឿទេគាត់គិតថាមិនអាចគាត់ឲ្យគាត់ងើបផុតពីទុកបានទេប៉ុន្តែពេលដែលគាត់ដើរដល់អស់ផ្លូវហើយគាត់បើកចិត្តជឿលះអធិដ្ឋានចិត្តជូនចិត្តដល់វត្ថុស័ក្តិសិទ្ធិកំងបានអភិនិហាផ្ទុះបឹងសុកគេសងលុយសុកគេត្រូវប៉ាន់ដីអញ្ចឹងទៅសុកលក់ដាច់ខុសពីធម្មតាសុកអាជីវកម្មរីកចម្រើនខ្លាំងស្រាប់តែរៀនហើយជីវិតគ្រួសារប្តីធ្លាប់តែរកម្មរកោសព្រឹកល្ងាចបែប ABC តែស្រាប់ពេលបានរៀនច្បាប់នេះហើយស្វាមីប្តីគឺស្រឡាញ់ប្រពន្ធហើយមិនមែនអូមអាំមុនអាគមអីទេគឺរៀនយល់ពីច្បាប់នៃធម្មជាតិយល់ពីខ្លួនឯងមកកែនៅអ្វីខ្លួនឯងមុននឹងកែអ្នកតីឲ្យគេស្រឡាញ់យើងឲ្យគេតាមយើងត្រូវកែសន្តានខ្លួនឯងសិនពេលខ្លះបុគ្គលខ្លះខ្លួនឯងខុសហើយមិនព្រមទទួលកំហុសខ្លួនឯងទេថាខ្លួនឯងជាបុគ្គលម្នាក់ដែលធ្វើនេះវាមិនសមទេគឺអត់បានកែទេអញ្ចឹងគឺកែអ្នកទៅកែតែអ្នកដទៃអញ្ចឹងខ្លួនឯងខុសនៅតែខុសហើយជាពិសេសខ្លាំងបំផុតអ្នកត្រូវតែមានគោលដៅនៅផ្លូវជីវិតរបស់អ្នកជារៀងរាល់ឆ្នាំរៀងរាល់ថ្ងៃរៀងរាល់ខែត្រូវតែមានគោលដៅបើអ្នកមានគោលដៅច្បាស់ហើយលទ្ធផលរបស់អ្នកគឺមិនលិចទឹកមិនសាបសូន្យទេគឺមានតែរីកខ្លាំងបំផុតអញ្ចឹងព័ត៌មានបន្ថែមចង់ឲ្យច្បាស់ចង់ឲ្យ fill in អាចបើកចិត្តចូលមករៀនបានជាមួយច្បាប់10លោកច្បាប់ដងចិត្តញៀនជាមួយនឹងគ្រូសម្បត្តិមហាទ្រព្យជាកូនសិស្សគ្រូម្ដាមការរីស្វាគមន៍បង្ហាញផ្លូវឲ្យអ្នកងើបផុតពីទុក្ខមានជីវិតរីកចម្រើនការលើការទ្រព្យជាពិសេសនឹងការតភ្ជាប់ដួងចិត្តទឹកជាមួយនឹងវត្ថុស័ក្តិសិទ្ធិកំងបានផលកំងបានមិនបាច់អុជធូបក៏បានដែរអ្នកនរគ្នាគឺសូមតែជូនចិត្តប្រើតែដួងចិត្តខាងក្នុងទៅតបចេញមកវត្ថុសិទ្ធិកំងបានមកហើយតើចិត្តដឹងថាចង់ដឹងថាវត្ថុស័ក្តិសិទ្ធិចង់បានអីអ្នកអាចរៀនច្បាប់នេះអ្នកនឹងយល់ច្បាស់អ្នកយកទៅអនុវត្តគឺបដូរជីវិតលើរូបរាងចាស់បែបអភិនិហាបំផុតជំរឿបែបបកូនណាហើយកុំភ្លេចជួយ follow comment បេះដូង share ចេញក្រៅបើគ្រប់ត្រជាមួយនឹងវីដេអូរបស់គ្រូសម្បត្តិជាមួយនឹងកំពីអាចកំបាំងផ្លាស់កំពីផ្លាស់ប្ដូរជីវិតថ្មីលើរូបរាងចាស់ជាមួយច្បាប់10លោកអរគុណដែលក្តីស្រឡាញ់ណា